បាទជំរាបសួរបងប្អូនបាទបងប្អូនអើយបងប្អូនបាទពិតជាអស្ចារ្យពិតជាអស្ចារ្យមែនបាទពិតជាអស្ចារ្យបាទកម្លាំងជើងរបស់ឈឿនល្បីមួយជើងនេះគឺថាពិតជាអស្ចារ្យបាទអេមែនអេមែនបាទចឹងបានថាការទាត់បើសិនយើងមានអេឡង់បាទត្រឹមត្រូវស្អាតបាតជំហរច្បាស់លាស់គឺមួយជើងគឺបងប្អូនសឹងថាបាក់ចឹងនេះបាទជើងអញ្ចឹងរាល់ការទាត់សូមឲ្យបងប្អូនកីឡាករហ្នឹងគឺសេរីសរងយ៉ាងម៉េចឲ្យមានជំហររឹងប៉ឹងច្បាស់លាស់ថាទាត់ទៅនឹងកម្លាំងជើងយើងនឹងបានខ្លាំងបាទហើយយើងក៏មិនទាន់ឃើញថាកីឡាករអាឡូក្រោយរបស់យើងនឹងកម្លាំងជើងបានដូចកម្លាំងជើងរបស់អេបថងដែរបាទអេបថងគឺកម្លាំងជើងរបស់គាត់គឺទាត់ដៃគឺបាក់ដៃហ្មងបាទកាលវគ្គមុនហ្នឹងទាត់អាខ្មៅហ្នឹងមកជើងដៃប៉ាំងយួរត្រិលហើយទាយាទរបស់គាត់ក៏មិនទាន់មានកម្លាំងជើងដូចគាត់ដែរនៅនេះបាទហើយនេះគឺយើងឃើញថាឈឿនល្វីបាទឈឿនល្វីគឺបានប្រើប្រាស់កម្លាំងជើងបានល្អបាទគឺថាធ្ងន់បាទមុតបាទដាក់ទៅគឺថាដកដង្ហើមសឹមមិនដល់គ្នាបាទធ្វើម៉េចដើម្បីឲ្យជើងយើងនឹងមានទម្ងន់ធ្ងន់បាទវាជាការចាំបាច់គឺត្រូវតែមានការវឹកហាត់ហើយបាទអាហ្នឹងគឺរាល់ក្បាច់ទាំងឡាយរបស់គុណខ្មែរបើសិនយើងមិនបានវឹកហាត់ឲ្យដិតដល់ទេគឺវាមិនមានអត្ថិភាពខ្ពស់ទេទោះជាកណ្ដាប់ដៃក៏ដោយកែងក៏ដោយបាទចង់និយាយថាគ្រប់ក្បាច់របស់ខ្មែរបាទបើមិនមានការវឹកហាត់គឺវាមិនមានឥទ្ធិពលខ្ពស់ទេបាទអញ្ចឹងចាំបាច់យើងជាកីឡាករម្នាក់ត្រូវតែខិតខំប្រឹងប្រែងវឹកហាត់ដើម្បីទាញយកប្រយោជន៍ពីក្បាច់គុណរបស់ខ្មែរនីមួយដើម្បីប្រើប្រាស់ទៅលើគូសត្រូវឲ្យមានប្រយោជន៍បាទយើងត្រូវចេះមានគំនិតច្នៃប្រឌិតហើយនឹងក្រេបជញ្ជក់យកចំណេះដឹងពីលោកគ្រូចំនួនចាស់ដែលគាត់បានណែនាំហើយបង្ហាត់បង្ហាញថាតើធ្វើដូចម្ដេចដើម្បីឲ្យកម្លាំងជើងខ្លាំងធ្វើដូចម្ដេចដើម្បីកម្លាំងដៃនឹងវាខ្លាំងបាទអានឹងគឺពិសេសណាស់សម្រាប់កីឡាករម្នាក់បាទត្រូវតែខិតខំប្រឹងប្រែងបាទដូចខ្ញុំបានរំលឹកពីវីដេអូមុនអញ្ចឹងការទាត់ទៅធ្ងន់គឺស៊េរីរបស់ខ្ញុំហ្នឹងគេហៅថាស៊េរីចាស់គឺច្រកដោយខ្សាច់បាទចងសាងខាងរត់ឬក៏ទាត់បាទតែឥឡូវនេះឃើញយើងដាក់កៅស៊ូបាទដាក់កៅស៊ូដើម្បីទាត់បាទចងកៅស៊ូដើម្បីទាត់យកទម្ងន់ជើងបាទអញ្ចឹងយើងខិតខំប្រឹងប្រែងវឹកហាត់បែបហ្នឹងទៅគឺកម្លាំងជើងយើងនឹងខ្លាំងហើយមិនមែនមានតែប៉ុណ្្នឹងទេគឺមានវិធីសាស្ត្រផ្សេងជាច្រើនទៀតដែលធ្វើឲ្យកម្លាំងជើងយើងនឹងវាបានខ្លាំងបាទព្យាយាមទើបបានសម្រេចបាទសូមអរគុណសូមជម្រាបលាបាទអ្វីក៏ដោយបើមិនព្យាយាមមិនប្រឹងប្រែងគឺមិនបានសម្រេចទេបាទ